ជំរាបសួរក្តីជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឬមួយក៏អ្នកដែលតែងតែតាមដាននៅ page របស់ខ្ញុំបាទសុកហួងថ្ងៃនេះខ្ញុំចង់នាំបងប្អូនទាំងអស់គ្នាទៅលេងនៅរមណីយដ្ឋានមួយដែលមានចម្ងាយមិនឆ្ងាយពីទីក្រុងភ្នំពេញប្រហែលទេអ្នកនរគ្នាប្រហែលជាង20គីឡូទៅ40គីឡូហ្នឹងគឺយើងអាចទៅដល់ហើយរមណីយដ្ឋាននេះផងដែរគឺមួយរយៈមួយនេះគឺខ្ញុំបានសួរទៅកាន់អ្នកលក់ហ្នឹងគឺវាមានការស្ងាត់ផងដែរអ្នកនរគ្នាប្រហែលជា2ឆ្នាំទៅហើយប្រហែលជា2ឆ្នាំដំបូងហ្នឹងគាត់អត់តន់ធ្វើអីដែរអ្នកនរគ្នាប៉ុន្តែមួយឆ្នាំចុងក្រោយហ្នឹងគឺគាត់បានបញ្ជាក់ប្រាប់ថាវាមានភាពស្ងាត់មែនតើតែក៏មិនជាអ្វីដែរអ្នកនរគ្នារមណីយដ្ឋានមួយនេះគឺនៅតែមានភាពស្រស់ស្អាតដោយអ្នកនរគ្នាកំពុងតែទស្សនាអញ្ចឹងនេះគឺជាផ្លូវដែលត្រូវឡើងទៅប៉ុន្តែនេះវីដេអូខ្ញុំចង់មកវិញទេដោយសារតែពេលឡើងទៅហ្នឹងខ្ញុំអត់បានថតដោយសារតែទូរស័ព្ទអស់ថ្មអញ្ចឹងឃើញស្រាប់ហើយអ្នកនរគ្នាទេសភាពគឺវាមានភាពស្រស់បំព្រងមានដើមឈើហែហមហើយត្រូវជាមួយនឹងរដូវកាលហ្នឹងគឺជារដូវកាលភ្លៀងទៀតអញ្ចឹងដើមឈើវាដុះខៀវស្រងាត់ណាបងប្អូនមើលចុះហើយចាំមើលខ្ញុំនាំអ្នកនរគ្នាហ្នឹងទៅទស្សនាទិដ្ឋភាពនៅខាងលើកំពូលភ្នំណាអ្នកនរគ្នាតែភ្នំនេះគឺវាអត់មានកម្ពស់ខ្ពស់ប្រមាណទេអ្នកនរគ្នាជិះម៉ូតូជិះដូចជាមួយផ្លែតហើយជាអត់ដល់10នាទីអ្នកនរគ្នាយើងឡើងទៅដល់លើកំពូលភ្នំហើយនេះគឺជាកន្លែងសាលាមួយដែលយើងអាចគយមកទីក្រុងភ្នំពេញរបស់យើងហ្នឹងគឺយើងឃើញមែនតើប៉ុន្តែដោយសារយើងថតទូរស័ព្ទអញ្ចឹងវាអត់ច្បាស់អ្នកនរគ្នាគឺទិដ្ឋភាពគឺស្អាតមែនតើយើងគយមកឃើញទីក្រុងភ្នំពេញអញ្ចឹងណាហើយមុននឹងយើងទៅទស្សនាទិដ្ឋភាពខាងលើភ្នំយើងនាំគ្នាហូបបាយសិនដោយសារតែមួយថ្ងៃអីពួកយើងទាំងពីរនាក់ហ្នឹងគឺអត់បានហូបអីចូលពោះប្រហែលទេគឺបានតែកាហ្វេមួយកែវគត់អញ្ចឹងយើងត្រូវមកហូបបាយសិននេះគឺជាបងប្រុសហ្នឹងគាត់ចាប់ផ្ដើមហូបអីហើយអ្នកនរគ្នាមកហូបនៅលើហ្នឹងគឺតម្លៃគឺសមរម្យមែនតើដូចជាមន់មួយដូចជាតែ 45,000 តែយើងអាចធ្វើបានរហូតទៅដល់2មុខហើយមន់ស្រែហើយរសជាតិវិញគឺឆ្ងាញ់ដូចមន់ស្រែរបស់យើងចឹងអ្នកនរគ្នាហើយយើងហូបបណ្ដាយើងគយគុណទៅទេសភាពនៅខាងក្រៅដោយសារតែកន្លែងកញ្ចុះហ្នឹងគេធ្វើនៅខាងមាត់ភ្នំណាអ្នកនរគ្នាអញ្ចឹងយើងអាចគយឃើញទៅវាលខាងក្រោមធ្វើឲ្យអារម្មណ៍របស់យើងហ្នឹងកាន់តែ fresh ហូបបាយបណ្ដាយើងមើលទេសភាពបណ្ដាអញ្ចឹងណាហើយបន្តមកទៀតហ្នឹងគឺនៅពេលដែលហូបបាយហើយគឺខ្ញុំបានឡើងមកលើកំពូលភ្នំប៉ុន្តែនៅពេលដែលឡើងមកនេះគឺខ្ញុំបានហ្នឹងគឺឡើងមកតែម្នាក់ឯងទេដោយសារតែបងគាត់រត់មកហើយមេឃក៏ចាប់ផ្ដើមរោភ្លៀងដែរអញ្ចឹងខ្ញុំឆ្លៀតឡើងមកថតឲ្យហើយមកព្រោះអីទីទៀតហ្នឹងខ្លាចមេឃងងឹតដោយសារតែមេឃហ្នឹងគឺរោភ្លៀងខ្លាំងមែនតើហើយនៅពេលដែលខ្ញុំឡើងមកដល់លើហ្នឹងវាមានអារម្មណ៍ថាភ្ញាក់ផ្អើលមែនដោយសារតែលើកទី1របស់ខ្ញុំដែរដែលបានមកកាន់ទីនេះហើយប្រហែលជាបងប្អូនខ្លះក៏គាត់បានស្គាល់នៅទីកន្លែងហ្នឹងហើយនេះគឺជាភ្នំបាសិទ្ធអ្នកទាំងអស់គ្នាតែជាលើកទី1ដែលខ្ញុំបានមកប៉ុន្តែមកនេះក៏មិនមែនគោលបំណងថាមកភ្នំបាសិទ្ធហ្នឹងដែរដោយសារតែអត់ស្គាល់យល់ទៅគឺជិះមករមើលរមណីយដ្ឋានតែម្ដងតែមកដល់គឺចៃដន្យមែនតើក៏ខ្ញុំបានឡើងមកលេងហ្មងទៅហើយនឹកឃើញថាអូនៅខាងលើហ្នឹងក៏គេមានលក់អីហូបអញ្ចឹងនាំបងមកហូបអីនៅលើហ្នឹងទៅហើយយើងឡើងមកដល់លើនេះឃើញថាសភាពគឺស្ងាត់ហើយមេឃភ្លៀងចាប់ផ្ដើមរកខ្យល់មិនមែនរកខ្យល់ទេនេះគឺខ្យល់ខ្លាំងតែម្ដងហើយដូចឃើញស្រាប់អញ្ចឹងមេឃគឺចាប់ផ្ដើមងងឹតដាបតែម្ដងខ្ញុំឡើងមកដល់លើហ្នឹងរៀងភ័យញ័រជើងដែរដោយសារតែមេឃកំពុងតែខ្យល់អ្នកនរគ្នាហើយកាន់ទូរស័ព្ទថតផងអីផងខ្លាចផ្គររន្ទះហ្នឹងប៉ុន្តែគេថាមិនអីយើងតស៊ូដើម្បីបានវីដេអូត្រឡប់ទៅកាន់ផ្ទះវិញដើម្បីបង្ហោះចែកជូនបងប្អូនទាំងអស់គ្នាទស្សនាឲ្យបានឃើញអ្នកនរគ្នាទិដ្ឋភាពនៅភ្នំបាសិទ្ធអញ្ចឹងណាដោយសារនៅពេលដែលយើងបានឡើងមកដល់កំពូលភ្នំហ្នឹងឃើញថាខ្យល់វាបក់ដើមឈើដែលនៅខ្ពស់ហ្នឹងអ្នកនរគ្នាខ្ញុំអត់សូវហ៊ានឈរយូរដែរព្រោះរៀងខ្លាចដែរខ្យល់កាន់តែខ្លាំងអញ្ចឹងខ្ញុំថតវីដេអូរៀងខ្លីៗទេដើម្បីប្រញាប់ចុះត្រឡប់ទៅវិញដោយសារតែមេឃហ្នឹងគឺភ្លៀងរលឹមតិចៗអីតិចទៀតហ្នឹងគឺភ្លៀងខ្លាំងតែម្ដងអញ្ចឹងគឺខ្ញុំរៀងស្រោតដែរហើយមួយទៀតអ្នកនរគ្នាតាមអ្វីដែលអ្នកលក់គាត់បានបញ្ជាក់ប្រាប់ខ្ញុំណាបើសិនជាយើងមានគូមានអីអញ្ចឹងទៅយើងអាចទៅលេងព្រោះដូចគាត់ថាមានក្មួយឬមួយក៏បងប្អូនខ្លះហ្នឹងគាត់ទៅលេងកន្លែងគាត់ហ្នឹងតាំងពីពួកគាត់នៅជាសង្សារប៉ុន្តែក្រោយពីឡងមួយឆ្នាំទៅ2ឆ្នាំគាត់អាសាទៅលេងរហូតអញ្ចឹងដែរថ្ងៃក្រោយមកគាត់ខ្លាចជាប្តីប្រពន្ធមានកូនមានអីមួយគ្នាអញ្ចឹងទៅជាប់លាប់មួយគ្នាអញ្ចឹងទៅហើយខ្ញុំផងដែរឮទៅអញ្ចឹងថ្ងៃណាមួយបើសិនជារកគូបានវិញគឺនាំទៅលេងនៅនឹងដែរឃើញលោកបានជាប់លាប់នឹងគេដែរអញ្ចឹងណា
អ្នកនរនេះនិយាយលេងទេប៉ុន្តែអត់ដឹងថារឿងហ្នឹងវាជារឿងពិតឬមួយក៏បែបណាទេដោយសារតែគាត់បានប្រាប់ខ្ញុំដែរហើយខ្ញុំក៏បានឮពីគាត់ដែរហើយនេះគឺជាវីដេអូដែលខ្ញុំចាប់ផ្ដើមចុះត្រឡប់មកវិញហើយដោយសារខ្ញុំឡើងមករៀងយូរដែរអញ្ចឹងបងគាត់ចាំនៅខាងចកេះភ្នំនោះគាត់កំពុងតែនៅកន្លែងហូបអីគាត់ចាំយើងអញ្ចឹងយើងត្រឡប់ទៅវិញបែរណាមួយហ្នឹងមេឃវាភ្លៀងកាន់តែខ្លាំងទៅហើយយើងខ្លាចទៅទឹកដែរប៉ុន្តែពិបាកមែនតើអ្នកនរគ្នាដោយសារតែខ្ញុំថតខ្លួនឯងអីខ្លួនឯងអញ្ចឹងទៅវាពិបាកវាសកម្មភាពខ្លះវាមិនសូវជាល្អទេដោយសារតែអត់មានអ្នកថតឲ្យអ្នកនរគ្នាអញ្ចឹងដោយសារតែវាជាការចូលចិត្តរបស់ខ្ញុំមួយដែរអញ្ចឹងទៅក៏ខ្ញុំតែងតែចែករំលែកនៅវីដេអូផ្សេងដើម្បីចែកជូនអ្នកនរគ្នាទស្សនាហើយនេះគឺជាទស្សនវិជ្ជាដែលខ្ញុំបានចុះត្រឡប់ទៅវិញហើយបងគាត់ចាប់រៀងយូរដែរហើយអញ្ចឹងយើងបញ្ញាប់ចុះទៅវិញហើយមេឃនេះចាប់ផ្ដើមមករ៉ាក់មែនតើយើងគួយកលេចទៅខាងក្រោមនោះគឺសក្បោះតែម្ដងចាំតែបន្តិចទៀតហ្នឹងគឺទៅទឹកថតលែងកើតហើយអញ្ចឹងមកចុះនេះគឺជាផ្លូវចុះទៅវិញហើយនេះគឺជាកន្លែងគាត់លក់អីណាអ្នកនរមានកញ្ចោះមានអីអង្គុយបានរឹងវិញគឺច្រើនមែនតើប៉ុន្តែអត់សូវមានមនុស្សទៅទេអ្នកនរអើយស្ងាត់មែនតើគឺខ្ញុំទៅតែចៃដនទៀតបានមកកុំអីចាប់បាត់ហើយនេះគឺជារូបភាពខាងក្រោយកញ្ចោះរបស់ខ្ញុំហ្នឹងខ្ញុំថតពេលអង្គុយលឿនរឹងខ្ញុំថតអញ្ចឹងពេលយើងហូបអីយើងអាចមើលទៅតាមប្រឡោះហ្នឹងបានឃើញទេសភាពដ៏ស្រស់ត្រកាលជាមួយនឹងដើមឈើពណ៌បៃតងខៀវស្រងាត់អញ្ចឹងណាអ្នកនរគ្នាសម្រាប់បងប្អូនដែលគាត់ធ្វើការពីច័ន្ទដល់សុក្រអីសៅរ៍ទឹកយើងអាចនាំគ្រួសារឬមួយក៏នាំគូសង្សារអាចទៅហូបអីលេងជុំគ្នារយៈពេលកន្លះថ្ងៃឬមួយក៏មួយថ្ងៃដើម្បីកាត់ stress នៅពេលដែលយើងធ្វើការហត់នឿយអញ្ចឹងណាអ្នកនរគ្នាប៉ុន្តែគាត់ថារដូវហ្នឹងវាគឺជារដូវភ្លៀងអញ្ចឹងវារៀងពិបាកធ្វើដំណើរបន្តិចបើសិនជាយើងធ្វើដំណើរនៅពេលព្រឹករសៀលតិចយើងមកវិញប្រហែលជាអត់អីទេអ្នកនរគ្នាប៉ុន្តែបើនៅដល់ល្ងាចគឺខ្លាចភ្លៀងដោយកំពុងតែឃើញអញ្ចឹងមេឃគឺភ្លៀងខ្លាំងមែនតើបានបង្អាក់ដំណើររបស់ខ្ញុំពីរនាក់ហ្នឹងគឺមិនងាយបានត្រឡប់មកវិញទាំងអស់គ្នាហើយនេះគឺជាភ្លៀងធ្លាក់ពីលើភ្នំហូរចុះក្រោមអញ្ចឹងណាហើយខ្ញុំពីអ្នកបងហ្នឹងមានអារម្មណ៍ថាសុខស្មាយមែនទេដោយសារតែបញ្ញាប់ទៅវិញខ្លាចងងឹតអញ្ចឹងណាអ្នកនរគ្នាហើយមើលអ្នកលក់ពី3នាក់គឺគាត់សកម្មមែនតើគាត់អត់ខ្លាចទៅទឹកទេទោះបីជាភ្លៀងមិនក៏ដោយដើម្បីឲ្យបានឲ្យភ្ញៀវរបស់គាត់ហ្នឹងបានហូបទាំងអស់គ្នាអញ្ចឹងណាហើយខ្ញុំខណៈពេលដែលកំពុងតែរងចាំមេឃរាំងទៅផ្ទះហ្នឹងក៏ឈរមើលទេសភាពដើមឈើហើយក៏សូមអធិស្ឋានអ្នកនរគ្នាដែលសារតបញ្ចូលសម្លេងនេះរៀងទៅមុខទៅក្រោយតិចហើយដោយសារតែនិយាយទៅមានអារម្មណ៍ថាទៅមុខទៅក្រោយវិញវ័នមិនទេអ្នកនរគ្នាហើយមេឃដូចកំពុងតែឃើញហ្នឹងភ្លៀងខ្លាំងទៅអ្នកលោកថាងប្រហែលជា1ម៉ោងឬមួយក៏2ម៉ោងទៀតអាចរាំងហើយដល់ពេលអញ្ចឹងខ្ញុំក៏សុខចិត្តថារងចាំចុះមេឃចាប់ផ្ដើមភ្លៀងខ្លាំងទៅប៉ុន្តែពីអ្នកបងហ្នឹងបំរុងថានឹងទៅទាំងភ្លៀងតែម្ដងប៉ុន្តែដោយសារតែយើងអត់មានអាវភ្លៀងបែរណាមួយមានកតាបមានអីមានឯកសារផ្សេងអញ្ចឹងណាយើងខ្លាចទៅទឹកទៅក៏សុខចិត្តថាទ្រាំចុះប៉ុន្តែបន្តិចទៀតហ្នឹងគឺទ្រាំលែងបានដែរដោយសារថាមេឃចាំយូរទៅកាន់តែលែងរាំងទៅក៏សម្រេចចិត្តថាសុំថងអ្នកលក់ហ្នឹងច្រកកតាបរបស់យើងទាំងពីរហ្នឹងគឺហើយត្រឡប់មកវិញមកទៅសុខចិត្តថាឲ្យស្ទឹកយើងចុះតែកុំឲ្យស្ទឹកកតាបរបស់យើងហើយនេះគឺជាផ្លូវដែលចុះមកវិញចុះបណ្ដាហ្នឹងបងឲ្យបងគាត់អ្នកដប់ចុះមកវិញដោយសារតែខ្ញុំថាបើឯងដប់ខ្ញុំទៅហើយចាំខ្ញុំអ្នកថតវីដេអូចឹងក៏គាត់ដប់ពេលគាត់ដប់ខ្ញុំរៀងភ័យដែរដោយសារតែយើងចុះពីលើភ្នំមកដោយសារមេឃភ្លៀងចឹងយើងខ្លាចល្អិលហើយនេះគឺជាច្រកចូលអ្នកនរគ្នាខ្ញុំលើកទី1ហើយដែលបានមកទស្សនានៅទីហ្នឹងអូខេបាយអ្នកនរគ្នាកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផង